ADB ផ្ដល់មូលនិធិ$50 លានជួយបង្កើនស្ថិរភាពហិរញ្ញវត្ថុនិងហេដ្ឋារចនាសម្ព័ន្ធ Digital របស់កម្ពុជាធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅថ្ងៃទី24 ខែវិច្ឆិកាឆ្នាំ2025បានអនុម័តវិធីសាស្ត្រកម្មវិធីនិងកម្ចីផ្អែកលើគោលនយោបាយចំនួន$50 លានអាមេរិកដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាដោយផ្ដោតលើទាំងគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ Digital និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពកម្មវិធីអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះមានគោលបំណងលើកកម្ពស់សមត្ថភាពស្ថិរភាពនិងការអនុវត្តប្រតិបត្តិការរបស់វិស័យនេះសម្ដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយបរិយាបន្ននិងភាពធន់នាយកស្ដីទីរបស់ ADB ប្រចាំកម្ពុជាលោក Anthony Gill មានប្រសាសន៍ថាដំណើររបស់កម្ពុជាឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាពបានចាក់ឫសនៅក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាពស្ថិរភាពនិងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេសកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ពង្រីកបរិយាបន្នហិរញ្ញវត្ថុនិងជំរុញសក្តានុពលវិស័យឯកជនតាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពលនិងបរិយាបន្នខណៈពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេសបញ្ហាប្រឈមដូចជាសកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លាការទទួលបានសេវានៅមានកម្រិតនិងចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគនៅតែមានទន្ទឹមនឹងក្របខ័ណ្ឌបទបញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញចំណេះដឹងផ្នែកហិរញ្ញវត្ថុទាបនិងហេដ្ឋារចនាសម្ព័ន្ធ Digital មិនទាន់គ្រប់គ្រាន់ដំណាក់កាលដំបូងនៃកម្មវិធីដែលបានអនុម័តនេះគឺផ្ដោតទៅលើការពង្រឹងបរិយាកាសបទបញ្ញត្តិស្ថិរភាពហិរញ្ញវត្ថុសកម្មភាពទីផ្សារនិងការការពារអ្នកប្រើប្រាស់ជាមួយនឹងការបង្កើតផែនការយុទ្ធសាស្ត្រសម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុក្របខ័ណ្ឌបទបញ្ញត្តិសម្រាប់ទ្រព្យ Digital និងរូបិយប័ណ្ណ Crypto និងការផ្ដល់ហិរញ្ញប្បទានទៅវិញទៅមកតាមវិស័យការអនុវត្តយុទ្ធសាស្ត្រអប់រំផ្នែកហិរញ្ញវត្ថុនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ហិរញ្ញវត្ថុដែលមានបរិយាបន្ននិងគ្រប់គ្រងដោយបច្ចេកវិទ្យា